ខ្សែភាពយន្តខ្មែររឿងស្រីណាមិនយំជាខ្សែភាពយន្តដែលខ្មែរមិនអាចបំភ្លេចបានស្រីណាមិនយំជាខ្សែភាពយន្តសម័យបែបមនោសញ្ចេតនាកំសត់ជាស្នាដៃដឹកនាំរឿងរបស់លោកសូមបញ្ឈៀវសម្រាប់ផលិតកម្មបាយ័នភាពយន្តស្រីណាមិនយំជាកម្រងសាច់រឿងដែលប្រកបទៅដោយអត្ថន័យទូលំទូលាយនិងជាសម្ពាយកម្មនៃស្ត្រីកំសត់ដែលត្រូវព្យុះសង្ឃរាបោកផាត់វិគីជីវិតឲ្យធ្លាក់ក្នុងជ្រោះទឹកភ្នែកតួឯកស្រីលះបង់សង្សារដែលនាងស្រឡាញ់ពេញបេះដូងជូនបងស្រីរបស់នាងដែលមានគុណមហិមាធ្វើជាស្វាមីឯតួឯកប្រុសដែលស្រឡាញ់តួឯកស្រីសុខចិត្តទទួលសំណើនេះទាំងបង្ខំចិត្តហើយព្រមរៀបការនឹងរួមរស់ជាមួយបងស្រីរបស់សង្សារខ្លួនទាំងតដាបតឌុបវណ្ណកម្មនេះមានប្រជាប្រិយភាពណាស់នៅក្នុងសម័យសាធារណរដ្ឋខ្មែរតួឯកស្រីសម្ដែងដោយលោកស្រីទិតវិជ្ជរាដានីតួឯកប្រុសសម្ដែងដោយលោកគង់សំអឿនឯតួរងសំខាន់ជាតួបងស្រីសម្ដែងដោយតារាពៅធីតារួមទាំងតារាសម្ដែងជាច្រើនទៀតដូចជាលោកលំអងនិងលោកស្រីម៉ែម៉ឺនជាដើមចម្រៀង3បទបានដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះដែលបទទី1មានចំណងជើងថាស្រីណាមិនយំច្រៀងដោយលោកស្រីរស់សេរីសុទ្ធាបទទី2មានចំណងជើងថាខ្ញុំត្រូវតែយំច្រៀងដោយលោកស្រីរស់សេរីសុទ្ធានិងបទទី3មានចំណងជើងថាបងផ្ញើកូនផងច្រៀងដោយលោកស៊ីនស៊ីសាបងផ្ញើកូនផងណាមៀបងអើយបងសូមលាតម្រៀងទាំង3បទនេះគឺជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយកវី Voice Ho ខ្សែភាពយន្តរឿងស្រីណាមិនយំបានដាក់បញ្ចាំងជាលើកដំបូងនៅរោងភាពយន្ត2គឺរោងភាពយន្តចេនឡានិងរោងភាពយន្តភ្នំពេជ្រនៅថ្ងៃទី27ខែមេសាឆ្នាំ1974ស្រីណាមិនយំខ្ញុំបានសរសេរយ៉ាងលម្អិតនៅក្នុងសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា175ខ្សែភាពយន្តកំពូលនៃសម័យយុគមាសដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះអរសាទទៀតមកដងតាមផ្លូវធ្លី